ទាំងអស់នៅក្នុងការសម្រេចបាននូវសមិទ្ធផលការងារលេចធ្លោជាច្រើនសម្រាប់រយៈពេលពាក់កណ្ដាលអាណត្តិកន្លងទៅនេះដែលបានឆ្លើយតបទៅនឹងការបដិញ្ញាចិត្តរបស់រាជរដ្ឋាភិបាលនៅក្នុងការការពារនិងលើកស្ទួយសុខុមាលភាពប្រជាពលរដ្ឋរួមចំណែកកាត់បន្ថយនិងឈានទៅលុបបំបាត់ឥទ្ធិពលដ៏គ្រោះថ្នាក់នៃគ្រឿងញៀនពីសង្គមកម្ពុជាខ្ញុំក៏សូមធ្វើការចាប់អារម្មណ៍ផងដែរចំពោះដំណើរការនិងទម្រង់ពិភាក្សានៃអង្គសន្និបាតដែលក្នុងនោះឯកឧត្តមនាយករដ្ឋមន្ត្រីប្រធានអាជ្ញាធរជាតិគឺបានដឹកនាំបទពិភាក្សាដោយផ្ទាល់ជាមួយសមាជិកសមាជិកាអង្គសន្និបាតរយៈពេល1ថ្ងៃកន្លះអាដាមលោកជំទាវលោកស្រីនិងអង្គពិធីបរិបទនៃសកលលោកនេះបច្ចុប្បន្ននេះបានកំពុងនឹងស្ថិតនៅក្នុងសភាពមួយប្រកបដោយហានិភ័យផុយស្រួយមិនប្រកបវិជានិងពិបាកស្មានដែលញោមញីទៅដោយសង្គ្រាមចំនួនតាមតំបន់ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដ៏តានតឹងនិងការបន្តធ្លាក់ចុះនៅសន្តិភាពពិភពលោកដែលនិន្នាការទាំងនេះបានជះឥទ្ធិពលធ្ងន់ធ្ងរដល់ក្របខ័ណ្ឌនយោបាយសន្តិសុខសេដ្ឋកិច្ចស្ថានភាពមិនអំណោយផលទាំងនោះមិនត្រឹមតែបានបន្តិចបង្អាក់និងក្លាយជាឧបសគ្គដល់កិច្ចអភិវឌ្ឍជាតិប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្កជាឱកាសដល់ក្រុមអក្រិតជនក្នុងការបង្កើនសកម្មភាពពង្រីកបណ្ដាញអក្រិតកម្មនិងបង្កើតចេញនូវយុទ្ធសាស្ត្រកលល្បិចថ្មីៗក្នុងការប្រព្រឹត្តបទល្មើសគ្រប់ប្រភេទទាំងបទល្មើសប្រពៃណីនិងមិនប្រពៃណីរួមទាំងបទល្មើសគ្រឿងញៀនផងដែរសមរភូមិគ្រឿងញៀនតាមបណ្ដាប្រទេសនានានៅលើសកលលោកមិនទាន់បានបង្ហាញសញ្ញាថមថយនៅឡើយជាក់ស្ដែងនៅតំបន់អាមេរិកឡាទីនវិបត្តិគ្រឿងញៀនបានក្លាយទៅជាសង្គ្រាមនិងចំនួនប្រដាប់អាវុធយ៉ាងវឹកវររវាងសមត្ថកិច្ចនិងក្រុមអក្រិតជនបង្កជាចលាចលនិងសោកនាដកម្មធ្ងន់ធ្ងរក្នុងសង្គមនិន្នាការវិជ្ជមាននិងសភាពការដ៏សែនអាក្រក់ថ្នាក់ទាំងនេះក៏បានបង្កជាឥទ្ធិពលដល់តំបន់រួមទាំងប្រទេសកម្ពុជាផងដែរដោយកន្លងទៅសកម្មភាពប៉ុនប៉ងចរាចរណ៍គ្រឿងញៀនឆ្លងកាត់តាមផ្លូវគោកផ្លូវទឹកផ្លូវអាកាសនិងបញ្ញាប្រៃសណីការលបលួចកែច្នៃផលិតនិងការផ្សារភ្ជាប់បទល្មើសគ្រឿងញៀនជាមួយនឹងបទល្មើសនៃអក្រិតជនដែលមានការចាត់តាំងអង្គការចាត់តាំងនៅតែបន្តកើតមានបើទោះជាសមត្ថកិច្ចខិតខំចាត់វិធានការបង្ការទប់ស្កាត់បង្ក្រាបជាប់ជាប្រចាំយ៉ាងណាក៏ដោយការបន្តដាក់ចេញនៅផែនការយុទ្ធនាការប្រឆាំងប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី11ការដាក់ចេញនៅបទបញ្ជាលេខ01បបស្តីពីការដាក់ចេញវិធានការមើងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទៅតាមក្រសួងស្ថាប័ននិងរដ្ឋបាលថ្នាក់ក្រោមជាតិនិងបទបញ្ជាលេខ02បបស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូលចែកចាយលក់ការផ្សាយពាណិជ្ជកម្មប្រើប្រាស់កាន់កាប់ការផលិតនិងការស្តុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់និងស៊ីសាការជំរុញការអនុវត្តគោលនយោបាយភូមិឃុំសុវត្ថិភាពសង្កាត់មានសុវត្ថិភាពនិងការលើកកម្ពស់ចលនាជាតិនិងស្មារតីរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេសសុទ្ធតែជាសក្ខីភាពបង្ហាញឲ្យឃើញពីការឆ្លើយតបយ៉ាងមោះមុតឥតរាថយរបស់រាជរដ្ឋាភិបាលសម្ដៅធ្វើយ៉ាងណាកាត់បន្ថយឲ្យបានជាអតិបរមានៃផលប៉ះពាល់និងបច្ច័យអវិជ្ជមានទាំងនេះជាមួយគ្នានេះខ្ញុំសូមធ្វើការឯកភាពទាំងស្រុងចំពោះទិសដៅការងារទាំង6ដែលអង្គសន្និបាតបានដាក់ចេញសម្រាប់ជាទិសដៅអតិភិបដែលរួមមានការងារផ្សព្វផ្សាយអប់រំការងារអនុវត្តច្បាប់ការងារបន្សាបព្យាបាលនិងស្ដារនីតិសម្បទាការងារគ្រប់គ្រងសារធាតុគីមីផ្សំការងារសហប្រតិបត្តិការអន្តរជាតិនិងការអនុវត្តគោលការណ៍សម្អាតផ្ទះនិងសម្អាតច្រកចេញពីបឹងដែលខ្ញុំមានជំនឿយ៉ាងមុតមមថាការងារអតិភិបទាំង6នេះនឹងដើរតួនាទីជាផែនទីបង្ហាញផ្លូវយ៉ាងសំខាន់នៅក្នុងការកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជាដើម្បីឲ្យអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនអនុវត្តទិសដៅអតិភិបទាំង6នេះបានដោយជោគជ័យនិងអាចសម្រេចបាននូវគោលដៅពិសិដ្ឋនៅក្នុងការកាត់បន្ថយនិងឈានទៅការលុបបំបាត់បញ្ហាគ្រឿងញៀនចេញពីសង្គមកម្ពុជាខ្ញុំសូមផ្ដល់អនុសាសន៍ណែនាំមួយចំនួនដូចតទៅទី1អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនត្រូវបន្តជំរុញចលនាជាតិនិងស្មារតីរួមទូទាំងប្រទេសក្នុងការបន្តចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហារួមដែលត្រូវចូលរួមដោះស្រាយទាំងអស់គ្នាទី2ត្រូវបន្តគៀកការចូលរួមពីគ្រប់វិស័យជាពិសេសវិស័យដែលមានឥទ្ធិពលដូចជាសិល្បៈកីឡាសាសនាទេសចរនិងកំសាន្តដើម្បីបញ្ជ្រាបការយល់ដឹងអំពីផលប៉ះពាល់និងវិនាសកម្មនៃគ្រឿងញៀនសម្ដៅធ្វើយ៉ាងណាឲ្យពលរដ្ឋទាំងមូលជាពិសេសយុវជនយុវនារីដែលជាទំពាំងស្នងឫស្សីមានជំនឿខ្លួនឯងថាខ្លួនមិនធ្លាក់នៅក្នុងអំឡុងនៃគ្រឿងញៀនជាដាច់ខាតវិធានការបង្ការទប់ស្កាត់នេះត្រូវតែជាវិធានការចម្បងដើម្បីកាត់ផ្តាច់នៅទីផ្សារប្រើប្រាស់នៅកម្ពុជាបង្វែរគោលដៅក្រុមអក្រិតជនគ្រឿងញៀនចេញពីប្រទេសកម្ពុជានិងរក្សាកម្ពុជាជាកន្លែងសុវត្ថិភាពគ្មានគ្រឿងញៀនទី2គ្រប់ក្រសួងស្ថាប័នទាំងអស់ត្រូវពង្រឹងយន្តការប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមស្ថាប័នរៀងៗខ្លួនដោយត្រូវបង្កើតឲ្យមានជាយន្តការអាចជាគណៈកម្មការឬក្រុមការងារដើម្បីដឹកនាំសម្របសម្រួលការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងស្ថាប័ននីមួយៗការបង្កើតគណៈកម្មការក្រុមការងារតាមក្រសួងស្ថាប័ននីមួយៗគឺអាចបង្កលក្ខណៈតាមដានអប់រំមន្ត្រីជាប់ជាប្រចាំនិងងាយស្រួលក្នុងការសហការជាមួយអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីបញ្ជ្រាបការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនទៅតាមវិស័យនីមួយៗព្រមទាំងសម្របសម្រួលដល់ការអនុវត្តបទបញ្ជា01គោលការណ៍សម្អាតច្រកចេញពីបឹងផងដែរទី3ស្ថាប័នអនុវត្តច្បាប់ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃនិងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសត្រូវបន្តពង្រឹងនិងពង្រីកសមត្ថភាពខិតខំស្រាវជ្រាវស៊ើបអង្កេតបើកការតស៊ូករណីបង្កើនសភាពការបង្ក្រាបឲ្យដល់ឫសគល់និងមេខ្លោងព្រមទាំងពន្លាតដល់បទល្មើសសម្អាតប្រាក់ចំពោះរាល់បទល្មើសគ្រឿងញៀនដែលរួមមានការនាំចូលចែកចាយប្រើប្រាស់រក្សាទុកចរាចរណ៍និងកែច្នៃផលិតព្រមទាំងត្រូវការពាររារាំង
មិនឲ្យមានវត្តមានបណ្ដាញក្រុមអក្រិតជនគ្រឿងញៀនបរទេសនៅកម្ពុជាជាដាច់ខាតលើពីនេះក្រសួងយុតិធម៌ត្រូវបន្តយកចិត្តទុកដាក់តាមដានលើកិច្ចករណីផ្ដន្ទាទោសអក្រិតជនគ្រឿងញៀនឲ្យបានធ្ងន់ធ្ងរនិងយុត្តិធម៌បំផុតជៀសវាងឲ្យមានការដោះលែងអក្រិតជនដែលពាក់ព័ន្ធនឹងគ្រឿងញៀនឬការបន្ធូរបន្ថយទោសទី4គណៈបញ្ជាការឯកភាពរាជធានីខេត្តត្រូវមានភាពម្ចាស់ការលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនទាំងការងារផ្សព្វផ្សាយអប់រំនិងការងារអនុវត្តច្បាប់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដោយសារតែកន្លងមកទៅការងារផ្សព្វផ្សាយអប់រំភាគច្រើនធ្វើឡើងពីថ្នាក់ជាតិនិងមូលដ្ឋានមួយចំនួនក៏កំពុងសកម្មនិងការងារបង្ក្រាបការប្រើប្រាស់តាមសហគមន៍នៅឡើយដូច្នេះខ្ញុំសូមធ្វើការណែនាំអាយដាមលោកជំទាវអភិបាលគណៈអភិបាលរាជធានីខេត្តទាំងអស់ត្រូវបន្តយកចិត្តទុកដាក់លើការងារនេះដោយភាពម្ចាស់ការនិងក្រោមស្មារតីទទួលខុសត្រូវនឹងត្រូវរៀបចំយន្តការក្រុមការងារនិងមន្ត្រីបង្គោលទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យបានគ្រប់ថ្នាក់តាំងពីស្រុកខណ្ឌឃុំសង្កាត់រហូតដល់ភូមិទី5ខ្ញុំសូមធ្វើការណែនាំដល់អាយដាមលោកជំទាវថ្នាក់ដឹកនាំក្រសួងស្ថាប័នប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីខេត្តអភិបាលនៃគណៈបាលរាជធានីខេត្តទាំងអស់ត្រូវជំរុញឲ្យប្រជាពលរដ្ឋមូលដ្ឋានទាញយកនិងប្រើប្រាស់ឲ្យបានទូលំទូលាយនៅកម្មវិធីទូរស័ព្ទដៃ App No Drug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីទទួលបានសារអប់រំមេរៀននិងសារព័ត៌មាននិងជាពិសេសដើម្បីរាយការណ៍ដោយសម្ងាត់ពីបទល្មើសគ្រឿងញៀនក្នុងសហគមន៍ឈានទៅដល់ការបង្ក្រាបទាន់ពេលនិងប្រសិទ្ធភាពកន្លងទៅខ្ញុំក៏សូមកោតសរសើរដល់ក្រុមការងារ App No Drug នេះដែលកន្លងមកបានទទួលសំណូមពរពីពលរដ្ឋជាង 6,000 ករណីនិងដោះស្រាយបានទៅដល់ 93% ដែលជាការទទួលបាននូវទំនុកទុកចិត្តពីសំណាក់ប្រជាពលរដ្ឋដូច្នេះខ្ញុំសូមអំពាវនាវឲ្យមានការប្រើប្រាស់កម្មវិធីនេះបន្ថែមទៀតដើម្បីឲ្យប្រជាពលរដ្ឋមូលដ្ឋានជឿចូលរួមជាមួយសមាជិកក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនទី6ក្រសួងសុខាភិបាលក្រសួងសង្គមគិច្ចអតីតយុទ្ធជននិងយុទ្ធយុវនីតិសម្បទានិងក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈត្រូវផ្ដល់កិច្ចសហការពេញលេញជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងការជូនអង្គប្រជុំក៏ដូចជាប្រជាពលរដ្ឋដែលមើលទៅតាមផ្ទះឬមួយក៏តាមប្រព័ន្ធផ្សព្វផ្សាយការងារបង្ក្រាបទប់ស្កាត់ស្កេមអនឡាញមិនមែនជារឿងថ្មីសម្រាប់រដ្ឋាភិបាលទេប៉ុន្តែមានការចាប់អារម្មណ៍នៅក្នុងយុទ្ធនាការប្រមាណអាទិត្យនេះប៉ុន្តែរឿងនេះគឺយើងបានធ្វើតាំងពីអាណត្តិមុននោះចុងអាណត្តិមុនសម្ដេចកន្លះហោមបង្កើតក្រុមការងារពិសេសចាត់ចែងដឹកនាំតាមគោលការណ៍របស់សម្ដេចតេជោដើម្បីចាប់ផ្ដើមអនុវត្តទៅលើការប្រតិបត្តិកាស៊ីណូអនឡាញឬល្បែងអនឡាញកិច្ចការនោះត្រូវបានបន្តរហូតដល់ដើមអាណត្តិនេះក្រសួងស្នូលទទួលកិច្ចការងារនេះគឺក្រសួងមហាផ្ទៃដែលបានដឹកនាំកិច្ចការងារនេះពីដើមអាណត្តិបានធ្វើការងារជោគជ័យច្រើនតាមរយៈការបង្កើតក្រុមការងារពិសេសដឹកនាំដោយអាដាមសុផលក្រុមការងារអន្តរប្រវេសន៍ក្រុមការងារអគ្គស្នងការនគរបាលជាតិរឿង scam online រឿងសន្តិសុខសុវត្ថិភាពសង្គមរឿងគ្រឿងញៀនរឿងអីនេះវាប្រតិកលាគ្នានៅក្នុងការទទួលខុសត្រូវរួមរបស់យើងមិនមែនជាកាតព្វកិច្ចដាច់ដោយឡែករបស់ក្រសួងមហាផ្ទៃព្រោះក្រសួងមហាផ្ទៃជាក្រសួងគោលមែនជាក្រសួងស្នូលដែលទទួលបន្ទុកលើរឿងបញ្ហាសន្តិសុខសង្គមប៉ុន្តែវាជាកាតព្វកិច្ចទាំងអស់របស់យើងទាំងអស់គ្នារួមទាំងប្រជាពលរដ្ឋផងឧទាហរណ៍រឿងគ្រឿងញៀននិយាយចឹងគេថាបន្ទោសប្រជាពលរដ្ឋខ្ញុំមិនបន្ទោសប្រជាពលរដ្ឋទេប៉ុន្តែប្រជាពលរដ្ឋក៏មានកាតព្វកិច្ចក្នុងការចូលរួមទី1កុំប្រឡូកជាមួយវាចូលរួមទី2អប់រំណែនាំកូនចៅកុំឲ្យប្រឡូកជាមួយវាខ្លួនឯងកុំប្រឡូកជាមួយវាទី3ជួយសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងការបង្ក្រាបវានេះគឺជាកិច្ចការងាររួមអញ្ចឹងនៅក្នុងដើមអាណត្តិរហូតដល់ដើមឆ្នាំ2025គឺយើងមានយន្តការនេះបានដឹកនាំអនុវត្តជោគជ័យអាដាមសន្តិអភិសន្តិបណ្ឌិតបានដឹកនាំកិច្ចការងារតាមរយៈយន្តការពិសេសអាដាមសុផលបូកជាមួយនឹងអគ្គស្នងការនគរបាលជាតិសហការជាមួយដៃគូយើងច្រើនប្រទេសយើងបានធ្វើបាទប៉ុន្តែសួរថាវាអស់ទេអត់អស់ទេវានៅមានយើងត្រូវទទួលស្គាល់ការពិតអញ្ចឹងហើយបានជានៅដើមឆ្នាំ2025នេះយើងបានបង្កើតជាគណៈកម្មការចំពោះកិច្ចដឹកនាំប្រយុទ្ធប្រឆាំងជាមួយនឹងការឬ scam online ឬក៏ហៅថាបទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលក្នុងនោះមាននាយករដ្ឋមន្ត្រីជាប្រធានបន្ទាប់មកយើងមានក្រសួងស្ថាប័នពាក់ព័ន្ធច្រើនមានក្រសួងការពារជាតិក្រសួងយុតិធធម៌ក្រសួងការបរទេសក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុហើយក្នុងនោះមានក្រសួងបច្ចេកវិទ្យាក្រសួងអាដាមជីវណ្ឌិតបាទក្រសួងអាដាមកែវរតនៈរ៉ែនឹងធម្មពលព្រោះត្រូវការកាត់ភ្លើងបាទត្រូវការកាត់ទឹកពេលខ្លះវិធានក្រសួងមានទាំងធនាគារជាតិព្រោះរឿងនេះវាមិនមែនតែពាក់ព័ន្ធតែរឿង scam បោកវាតាក់ទងសម្អាតប្រាក់ឬមួយអីផ្សេងទៀតហើយមានស្ថាប័នជាច្រើនរាជធានីខេត្តចូលរួមជាមួយថាពួកបង្កើតដើម្បីអីទី1បង្ហាញអំពីសុឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាដែលទទួលស្គាល់ថាបញ្ហា scam online នេះគឺជាបញ្ហាដែលត្រូវរួមកម្លាំងគ្នាជួយទៅដល់ក្រសួងស្ថាប័នជាពិសេសក្រសួងបាបទៅរួមគ្នាធ្វើមិនមែនជាកិច្ចការតែមួយបកគលឲ្យការតែរួមគ្នាធ្វើហេតុអីបានជាត្រូវការប្រើកម្លាំងដាក់ក្រសួងការពារជាតិនៅក្នុងនឹងព្រោះពេលខ្លះត្រូវប្រើប្រាស់កម្លាំងកងទ័ពដើម្បីជួយគ្រប់គ្រងមិនមែនបានន័យថាព្រោះក្នុងកងទ័ពនឹងមានកងរាជអាវុធហត្ថមានកម្លាំងស៊ុបខេត្តកម្លាំងកងពលកម្លាំងអីព្រោះពេលខ្លះកម្លាំងនគរបាលជាតិប្រតិបត្តិការកន្លែងខ្លះអត់ទេប៉ុន្តែយើងមិនយកទៅហ៊ានទៅបាញ់យើងមើលតម្លាក់គាត់បែកលើកន្លែង scam ទេបាទកម្ពុជាអត់ធ្វើចឹងទេបាទរឿងពាក់ព័ន្ធជាមួយនឹង
scam គឺជារឿងអនុវត្តច្បាប់យើងអនុវត្តអត់បែនយកកំភ្លើងទៅបាញ់យកក៏បែកទៅតម្លាក់ព្រមកំភ្លើងផ្លោងដាក់ដែរតែយើងសហការកម្លាំងអនុវត្តច្បាប់នៅតែជាកម្លាំងនគរបាលជាតិកម្លាំងរាជអាវុធហត្ថប៉ុន្តែពេលខ្លះត្រូវការកម្លាំងគ្រប់គ្រងជួនកាលវាធំវារីកត្រូវការព្រោះកងរាជអាវុធហត្ថនិងនគរបាលជាតិអត់មានប្រើប្រាស់តែសម្រាប់អនុវត្តឬមួយទៅចាំកន្លែង scam ទេក្រោយពីបង្ក្រាបបាត់ខ្ទប់ព្រោះគាត់ត្រូវធ្វើការងារស្នូលច្រើនទៀតសន្តិសុខសង្គមនៅតាមភូមិឃុំជាប្រចាំចរាចរណ៍អីផ្សេងអញ្ចឹងអ្វីដែលខ្ញុំលើកនោះគឺថាការរៀបចំគណៈកម្មការចំពោះកិច្ចនៅដើមឆ្នាំ2025គឺដើម្បីបង្កើនបង្ហាញអំពីសុខចន្ទៈនិងការប្រមូលផ្ដុំទុនធានដើម្បីធ្វើការទទួលខុសត្រូវកាលមុនមាន2ថ្នាក់ពីមុនគឺមានរាជធានីខេត្តបន្ទាប់មកយើងមានមហាផ្ទៃដែលមានក្រុមការងារនៃអគ្គស្នងការធ្វើការឥឡូវយើងមាន3ផ្នែក3ថ្នាក់សួរថាតើដណ្ដើមការងារគ្នាទេអត់ទេភារកិច្ចនឹងការទទួលខុសត្រូវគឺនៅរាជធានីខេត្តអត់មានចាំបញ្ជាពីកណ្ដាលឲ្យធ្វើទេការងារត្រូវធ្វើស្វ័យប្រវត្តិឲ្យថ្នាក់រាជធានីខេត្តបានដឹងហើយទទួលខុសត្រូវសិទ្ធិនឹងការទទួលខុសត្រូវបាទហើយក៏បានធ្វើកន្លងទៅហើយនេះហើយខ្ញុំក៏សូមអរគុណដែរចំពោះរាជធានីខេត្តដែលក្នុងរយៈពេលជាច្រើននេះបានធ្វើកិច្ចការងារជាប់ជាប្រចាំហើយសូមបន្តធ្វើតទៅទៀតបាទសម្អាតផ្ទះយើងប្រទេសមួយស្អាតតទៅរាជធានីខេត្តស្អាតរាជធានីខេត្តស្អាតតតែស្រុកក្រុងស្អាតស្រុកក្រុងស្អាតតតែឃុំសង្កាត់ស្អាតអញ្ចឹងគឺការទទួលខុសត្រូវជាឋានានុក្រមបាទអញ្ចឹងរឿង scam online នេះហើយក៏យើងបានប្រជុំច្រើនដងទៅហើយទើបថ្ងៃនេះខ្ញុំនិយាយជាសាធារណៈទៅចុះបាទថ្ងៃមុនសម្ភាសជាមួយនឹងទូបរទេសមួយយើងនិយាយច្រើនដល់គេយកទៅកាត់ប្រហែលជា 10% យកមកអញ្ចឹងមិនថាឥឡូវនិយាយឲ្យណែនឲ្យពេញតែម្ដងអំពីបញ្ជាក់ថាតើរដ្ឋាភិបាលពេលដែលខ្ញុំធ្វើសម្ភាសអ្នកកសែត2នាក់សួរខ្ញុំថាហេតុអីបានជារដ្ឋាភិបាលកម្ពុជាពីមុនមិនធ្វើអីទុកឲ្យវារីកហើយទុកមកខែនឹងមកធ្វើបានខ្ញុំប្រាប់រឿងនេះមិនមែនរឿងចាស់ទេរឿងដែលយើងធ្វើជាប់ជាប្រចាំរឿងដែលបានធ្វើឲ្យយន្តការតើតែប្រាប់គាត់ទៅបានគាត់ដឹងថាអូយើងមានយន្តការតាំងពីចុងអាណត្តិមានទាំងធ្វើការងារច្រើនបាទច្រើនកន្លែងដែលយើងបានធ្វើអញ្ចឹងអ្វីដែលយើងត្រូវធ្វើតទៅទៀតកិច្ចការងារនេះទាមទារការទទួលខុសត្រូវទី1ខ្សែទី1គឺគណៈអភិបាលរាជធានីខេត្តអង្គុយនៅកន្លែងនោះមកជុំបាទថ្ងៃនេះមកខេត្តសញ្ញាបញ្ញាចិត្តឲ្យបានធ្វើមែនប៉ុន្តែកិច្ចការងារនេះហើយក៏មានស្នងការរាជធានីខេត្តមកចូលរួមមានអាវុធហត្ថមានកងកម្លាំងដែលយើងធ្វើអញ្ចឹងខ្ញុំសូមអរគុណណាស់ចំពោះយន្តការដែលយើងបន្តបានអនុវត្តកន្លងមកនេះសំណួរសួរថាតើកិច្ចការងារនេះធ្វើដល់ពេលណាម្សិលមិញខ្ញុំទៅសម្ពោធខ្ញុំទៅបើកវេទិកាធុរកិច្ចអាស៊ានហើយនៅក្នុងសន្ទរកថាក៏មានថាការបដិញ្ញាចិត្តនេះធ្វើឲ្យបានដល់ចូលឆ្នាំ2026អញ្ចឹងក៏មានការបកស្រាយហើយមានអ្នកខ្លះរហូតដល់ថាទ្រាំទៅគេធ្វើតែមកចូលឆ្នាំទេបាទក្រោយចូលឆ្នាំគឺចប់ហើយខ្ញុំសូមបញ្ជាក់អត់ទេកិច្ចការងារគឺយើងធ្វើជាប់ជាប្រចាំយើងសម្អាតមិនមែនយើងបង្ក្រាបទេបាទពាក្យថាបង្ក្រាបមានករណីយើងទៅបង្ក្រាបតែនេះគឺយើងបោះសម្អាតបង្ក្រាបឲ្យសម្អាតឲ្យថែឲ្យស្អាតកុំឲ្យប្រទេសយើងក្លាយទៅជាមានប្រឡាក់ជាប់នៅរឿង scam online ដែលជាបញ្ហាវាប៉ះពាល់ទៅដល់សេដ្ឋកិច្ចសង្គមរបស់យើងនេះគឺជាការបដិញ្ញាចិត្តហើយយើងនឹងបន្តធ្វើជាមួយគ្នាតទៅទៀតបាទនេះគឺជាអ្វីដែលយើងធ្វើលទ្ធផលយ៉ាងណាបងប្អូនអាចអង្គុយសង្ស័យខ្ញុំអត់បន្ទោសទេអង្គុយគិតអង្គុយអីយើងអត់មានពេលទៅបង្ហាញទេតើតែលទ្ធផលជាក់ស្ដែងយើងនឹងបង្ហាញតែម្ដងប៉ុន្តែអ្វីដែលខ្ញុំបញ្ជាក់ថ្ងៃនេះគឺជាការបដិញ្ញាចិត្តរបស់យើងគឺនឹងអនុវត្តប៉ះពាល់ទៅដល់ការយល់ខុសពីប្រទេសរបស់យើងប៉ុន្តែបញ្ហា scam online នេះមិនមែនជាបញ្ហាកម្ពុជាតែមួយទេបាទបើយើងមើលនៅក្នុងតំបន់នៅក្នុងលើពិភពលោកវាមានច្រើនកន្លែងខ្ញុំមិនដៅប្រទេសណាទេរឿងរបស់គេអ្វីដែលសំខាន់គឺយើងផ្ដោតតែលើកម្ពុជាសំណួរសួរថាកម្ពុជាមានអត់យើងត្រូវទទួលស្គាល់ថាមានសួរថាកម្ពុជាបានធ្វើកិច្ចការងារសម្រាប់បោះសម្អាតវាបង្ក្រាបវាទេយើងបានធ្វើសួរថាអស់ឬនៅយើងត្រូវទទួលស្គាល់ថាមិនទាន់អស់ទេហើយយើងត្រូវទទួលស្គាល់ថាយើងត្រូវខិតខំតទៅទៀតដាក់ទឹកដាក់ព្រោះ scam មិនមែនជារឿង business ឬមួយធុរកិច្ចប្រភេទមួយដែលពាក់ព័ន្ធតែរឿងក្នុងប្រទេសទេរឿងក្មេងជំទង់វាយគ្នាក្មេងស្ទាវវាយគ្នាអានឹងវាពាក់ព័ន្ធតែនៅក្នុងកន្លែងយើងទេបើវាយគ្នានៅតកែវវាបង្កតែអសន្តិសុខនៅតកែវវាអត់ប៉ះពាល់រាជធានីទេបើវាយគ្នាកុំនិយាយថាតកែវមកអត់ទេតកែវនឹងឲ្យវាចេះតែសំបីអ្នកបើកឡានក៏សួយដែរគេថាមានពេលមួយអ្នកបើកឡានតកែវតទៅពាក់មួកសុវត្ថិភាពចេះតែប្រអាប់ទៅតែរឿងនេះវាប្រតិកលាដោយសារការប្រព្រឹត្តនៅកម្ពុជាវាពាក់ព័ន្ធនឹងជនរងគ្រោះនៅក្រៅប្រទេសបាទអញ្ចឹងបានខ្ញុំចេះតែថាពេលខ្លះយើងវានេះដែរកន្លែងយើងផ្ទះយើងត្រូវជនបរទេសមួយចំនួនមកប្រើប្រាស់ដើម្បីឆោបបោកជនបរទេសតែទៅជាប់ទៅកម្ពុជាប៉ុន្តែយើងក៏ទទួលមិនថាយើងអត់កំហុសទេយកថាយើងត្រូវពង្រឹងច្បាប់ពង្រឹងការអនុវត្តកុំឲ្យគេមកយកផ្ទះយើងទៀតឲ្យគេទៅយកណាផ្សេងយកទៅកុំឲ្យតទៅទៀតអញ្ចឹងអ្វីដែលសំខាន់គឺការខិតខំប្រឹងប្រែងនិងការទទួលនិងការអនុវត្តបន្តទៀតរបស់យើងហើយរឿងនេះខ្ញុំសូមឲ្យមានការចូលរួមពីប្រជាពលរដ្ឋ
ទី1ការទទួលខុសត្រូវថ្នាក់ទី1គឺអាជ្ញាធររាជធានីខេត្តគណៈជាការរាជធានីខេត្តទី2គឺយើងមានយន្តការមហាផ្ទៃដដែលមានក្រុមការងារតែអគ្គស្នងការទី3យើងមានគណៈកម្មការចំពោះកិច្ចហើយយើងមានការបែងចែកភារកិច្ចច្បាស់លាស់អត់ទៅដណ្ដើមការងារទេខ្សែត្រៀមទី1សិទ្ធពេញនឹងការទទួលខុសត្រូវពេញគឺនៅតែគណៈបញ្ជាការរាជធានីខេត្តបាទអញ្ចឹងក៏មានការសំណួរថាពេលណាដែលត្រូវធ្វើមិនធ្វើខ្លាចអត់មានបទបញ្ជាទេឲ្យសិទ្ធធ្វើគឺធ្វើតែម្ដងហើយអនុវត្តទៅបាទកិច្ចការងារនេះខ្វះខាតពីកណ្ដាលទៅជួយអាចថាពីថ្នាក់អគ្គស្នងការនគរបាលដែលយើងបានប្រតិបត្តិមកជំហាននៅកន្លែងខ្លះជារួមពេលខ្លះទៀតត្រូវមានការសម្របសម្រួលពីខាងលើបាទនេះគឺជាការរៀបចំយន្តការក្នុងការអនុវត្ត3ថ្នាក់របស់យើងទី2ការអនុវត្តបន្តទៅទៀតនេះមិនត្រឹមតែប្រតិបត្តិការទេឥឡូវយើងកំពុងតែរៀបចំច្បាប់ប្រឆាំង scam online ច្បាប់នេះនឹងចងកាតព្វកិច្ចមួយចំនួនម្ចាស់ទីតាំងក៏ទទួលខុសត្រូវដែរទៅថ្ងៃក្រោយកុំថាខ្ញុំជួលផ្ទះអត់ដឹងបាទវាមានលក្ខខណ្ឌរបស់វាត្រូវគិតគូរអ្នកដើរប្រមូលគេគៀកោគេមកធ្វើការនៅក្នុងរូបភាពណាមួយក៏ទទួលខុសត្រូវដែរទៅប្រឈមដើម្បីយើងរួមគ្នាមានការចូលរួមទាំងអស់បាទបើមិនអញ្ចឹងទេយើងអត់មានប្រសិទ្ធភាពនៅមានកម្រិតនិងនិរន្តរភាពមានកម្រិតប៉ុន្តែមានខ្ញុំមើលតាមប្រព័ន្ធសេដ្ឋកិច្ចខ្ញុំមើលតាមប្រព័ន្ធសង្គមថាអានឹងវាធ្វើឲ្យខាតសេដ្ឋកិច្ចរបស់យើងវាប៉ះពាល់ដល់បងប្អូនមួយចំនួនធ្វើការប្រាក់ខែច្រើនវាប៉ះពាល់ដល់ការលក់ដូរមួយចំនួនរឿងកាល់កលេយើងជុំឥឡូវសេដ្ឋកិច្ចវាមាន3ពណ៌ទី1សេដ្ឋកិច្ចពណ៌ខ្មៅគឺការឆោបបើកផ្ទាល់រួមទាំងសកម្មភាពដែលពាក់ព័ន្ធជាមួយវាបង្កើតភាគច្រើនមិនមែនកម្ពុជាទេគឺជាអ្នកដែលបរទេសទី2សេដ្ឋកិច្ចប្រភេទសេដ្ឋកិច្ចប្រភេទគឺអ្នកដែលបានផលឧទាហរណ៍អ្នកជួលផ្ទះឥឡូវឧទាហរណ៍ខេត្តខ្លះតាមមុន500ជួលបានលើគេហ៊ានឲ្យ10000អ្នកប្រកបរបរបើករថយន្តគាត់បានផលគាត់អត់មានធ្វើអីខុសទេគាត់ទៅធ្វើការធម្មតារបស់គាត់គ្រាន់តែអ្នកដែលប្រើប្រាស់សេវារបស់គាត់ហ្នឹងគឺគាត់ធ្វើសេដ្ឋកិច្ចក្បាលទី3គឺសេដ្ឋកិច្ចពណ៌សសេដ្ឋកិច្ចពណ៌សយើងសំដៅទៅលើទេសចរទៅលើកសិកម្មទៅលើឧស្សាហកម្មទៅលើវិស័យផ្សេងៗដែលបម្រើប្រជាពលរដ្ឋភាគច្រើនអញ្ចឹងបើសិនជាប្រតិបត្តិការនេះគឺទី1ប៉ះពាល់ផ្ទាល់ដល់សេដ្ឋកិច្ចខ្មៅទី2នឹងប៉ះពាល់ផ្ទាល់ដល់សេដ្ឋកិច្ចពណ៌ប្រផេះបងប្អូននឹងមានការលំបាកប៉ុន្តែសំណួរសួរថាតើយើងមានជំរឿនអ្វីព្រោះសេដ្ឋកិច្ចខ្មៅនេះវានឹងធ្វើឲ្យបាត់បង់សេដ្ឋកិច្ចពណ៌សទេសចរនឹងថយវិនិយោគក៏មិនហ៊ានដោយសារសន្តិសុខប្រទេសខ្មែរយើងនឹងពិបាកហើយមិនប៉ះពាល់ដល់សេដ្ឋកិច្ចទេវាប៉ះពាល់ទៅដល់កិត្តិយសរបស់យើងពេលខ្លះប្រជាជនយើងទេសចរទៅលេងស្រុកក្រៅគេសួរមកពីណាខ្មែរគេងាកទៅជជែកគ្នាដោយសារគេធ្លាប់គេឮតែព័ត៌មានថាយើងជាទេសកម្មប្រទេសដែលធ្លាប់ថាមកចង់លេងស្រុកខ្មែរគេថាអត់ទេឃើញរឿងចាប់ចម្រិតរឿងអីដែលគេផ្សាយច្រើនប៉ុន្តែវាយុត្តិធម៌ទេពេលខ្លះវាអត់យុត្តិធម៌ទេរឿងមួយពីរវាផ្សាយច្រើនតែរឿងប៉ុន្តែទោះជាយ៉ាងណាក៏យើងទទួលស្គាល់ថាវាប៉ះពាល់រួចទៅហើយបាទខ្ញុំនិយាយយើងនិយាយហើយតែឯងមិនយុរដ្ឋមន្ត្រីមកនិយាយចឹងខ្មាស់គេខ្លាចគេថាអត់ទេយើងត្រូវទទួលស្គាល់រឿងនេះវាមិនមែនដែលគេថាសេដ្ឋកិច្ចខ្មៅនេះគឺស្មើនឹង60% នៃសេដ្ឋកិច្ចរបស់កម្ពុជាវាអត់ការពិតបាទចំណូលនៃសេដ្ឋកិច្ចខ្មៅនេះវាមិនបានចូលមករដ្ឋាភិបាលកម្ពុជាទេវាអាចចូលទៅក្នុងការជួលផ្ទះទិញដីចូលទៅក្នុងប្រាក់ខែរបស់បងប្អូនស្អីៗដែលបម្រើបើកឡានស្អីៗធ្វើការងារមួយចំនួនប៉ុន្តែมันបានចូលមកជាបរិភាពនៃ GDP របស់កម្ពុជាខ្ញុំសូមបញ្ជាក់ថ្ងៃមុនសម្ភាសថ្ងៃមុនគេដាក់មិនដឹងមិនតែសេមិនដឹងថានិយាយច្រឡំឬគេសពោគេថាភាគច្រើននៃចំណូលនេះมันបានមកសេដ្ឋកិច្ចកម្ពុជាដល់អ្នកយកទៅអានស្មានតាមមួយផ្នែកនៃអាចំណូលខ្មៅនេះចូលមកក្នុងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុអត់មានចូលទេអ្វីដែលចូលគឺសេដ្ឋកិច្ចពណ៌សការនាំចេញវិស័យវាយនកម្មទេសចរស្អីផ្សេងអញ្ចឹងបើសិនជាយើងមិនថែទាំសេដ្ឋកិច្ចសសេដ្ឋកិច្ចខ្មៅកាន់តែរីកវាប៉ះពាល់ដល់សេដ្ឋកិច្ចពណ៌សវាធ្វើឲ្យប្រទេសជាតិរបស់យើងមានការលំបាកអញ្ចឹងបានខ្ញុំសូមឲ្យមានការយោគយល់ការចូលរួមយើងត្រូវធ្វើការវះកាត់និងរួមគ្នាដើម្បីបោសសម្អាតបញ្ហា scam នេះឲ្យចេញពីប្រទេសយើងទាំងអស់គ្នាដើម្បីឲ្យជាតិខ្មែរយើងទាំងមូលប្រទេសខ្មែរយើងទាំងមូលបាទកុំឲ្យពាក់ព័ន្ធជាមួយរឿងហើយឥឡូវនេះការខិតខំប្រឹងប្រែង